ចំណូគឺជាចំណូទេចំណូសម្លាញ់ចំណូកុំយកដៃទៅកខ្វក់បាយមកប៉ះខ្លួនប្រាណអញនេះឯងនិយាយថាម៉េចគ្នាគឺជាសាយ័នគឺជាសម្លាញ់របស់ឯងណាចំណូហេអញต้องឲ្យថាសម្លាញ់តែហែកឆ្លុះទៅចុះឯងមើលខ្លួនប្រាណឯងពេលនេះមើលហ៎ឯងហើយទាំងអញវាខុសគ្នាយ៉ាងម៉េចហ៎សម្លាញ់ហេតុអីបានជាឯងនិយាយបែបនេះយើងបានសន្យាគ្នាហើយថាទោះបីជាយើងឃ្លាតគ្នាយ៉ាងណាទៅដល់ទីណាក៏ដោយចុះយើងមិនអាចបោះបង់ចោលគ្នាបានទេធ្វើអញពើមសម្ដីឯណាសាយ័នពីមុនវាផ្សេងអញនឹកស្មានថាឯងទៅមានសមត្ថភាពពិតទៅសម្ដីឯងតែបាននិយាយបានសន្យាចំពោះមុខអញចុកពុះសុកភ័ស្តុតែពេលនេះតោះនេះយ៉ាងរបស់ឯងនោះអញមកថ្ងៃនេះអញប្រាប់ឯងច្បាស់ណាអញមកទៀមពាក្យសន្យាដែរសន្យាជួយអញសន្យាអ្វីទៅណាចំណូហូក្បាលឯងកើតបោះទៅជាឯងខ្លងនេះអញទាត់បែកផ្លើមកលើអានដល់ធានហេតុអីបានជាឯងនិយាយបែបនេះអូម៉ែយើងបានសន្យាហើយយើងនឹងថែរក្សាសម្ផស្សឲ្យបានល្អជាទីបំផុតប៉ុន្តែពេលនេះយើងមិនបានភ្លេចសន្យាឯណាបើឯងទៅចាំវាល្អហើយថ្ងៃនេះអញមកទៀមទៀតតិចសន្យាហ្នឹងហើយអញមកជួយសម្រាប់ដេកទុកលំបាករបស់ឯងអំនេះតទៅឯងលេងមានអ្នកណាជាបន្ទុកទៀតហើយណាសម្លាញ់អូគ្នាពិតតែអស់ណាសម្លាញ់មែនហើយគ្នាអរគុណណាស់តែឯងនេះឯងបានយកទ្រព្យសម្បត្តិដើម្បីមកជួយដល់គ្រួសារគ្នាមែនទេយើងអរគុណណាស់ឯងឈួតទៀតអញមកនាំសុផុសទៅរស់នៅក្នុងវិមិត្តជាមួយនឹងអញហើយយ៉ាងម៉េចចំណូលឯងថាយ៉ាងម៉េចអញថាអញ្ចឹងអញនាំសុផុសចេញពីខ្ទមដុតកក្រិចឯងមើលទីមួយខាងទៅមួយខាងអារបស់យកចំណូលអីឯងមិនអាចធ្វើបែបនេះទេបាត់អញមើលលើអូអញយើងអត់បាត់ទេហើយទៅអញបាត់ជើងមួយខាងលើសុផុសខ្ញុំទៅក្បែរអាក្មួយយើងជាមិត្តសម្លាញ់នឹងគ្នាណាសម្លាញ់អញប្រាប់ឯងតិចតាំងនេះអញច្រើនណាក្នុងវិមានរបស់អញគ្មានពេលវេលាមកលេងសើចមកចំណាយពេលអត់ប្រយោជន៍ទៅទឹកដីឯងកន្លែងទេបានហើយអញគ្មានពេលវេលាលេងសើចទេអាសាយ័ននេះហើយមិត្តសម្លាញ់សុភ័ក្រទេដាំវាពីប្រមាណទៅបងចាំពេលនៅខាងមុខយ៉ាងម៉េចហើយតើបងឃើញទេភាពតែស្អិតអត់រស់នៅជាមួយបងបានត្រឹមតែមានកូនតែប៉ុណ្ណោះរេឲ្យទ្រព្យសម្បត្តិលុយកាក់មានសិទ្ធិសេរីភាពគឺមិនមានសោះឡើយតែពេលនេះខ្ញុំមិនអាចរស់នៅជាមួយបងទៀតឡើយខ្ញុំសុំបងទៅរស់នៅជាមួយបងចំណូលដើម្បីមានលុយមានវិមានសម្ភារបំពាក់ស្អាតទេសុភ័ក្រអូនកុំនិយាយបែបនេះអីអូនកុំនិយាយទេយាយឆ្លើយស្ដាប់កន្លងណាតែខ្ញុំមិននិយាយតែ
តែពេលនេះខ្ញុំសុំនិយាយហើយកូននេះត្រូវតែមើលថែដោយខ្លួនឯងចឹងខ្ញុំមិនត្រូវការយកកូនទៅតាមព្រោះអីខ្លាចកូនចំណោមមិនស្រឡាញ់ខ្ញុំ ចុះផោះកុំឲ្យកូនទៅវាត្រឹមតែកូនមួយនេះបាន ន័យថា ខ្ញុំមានលទ្ធភាពចិញ្ចឹមហើយកុំឲ្យវាពិបាកច្រើនពេក បានន័យថាបងខ្ញុំយកកូនទៅជាមួយដែរ ចឹងហើយ ចំនួ យ៉ាងម៉េច ឯងកុំគិតបែបនេះអីសម្លាញ់សុំផអូននិយាយសារចិត្តថ្មីមកមើលហេតុអីទៅអូន ហេតុអី ដោយសារតែអ្វី ដោយសារតែអ្វីរស់នៅជាមួយបងជាច្រើនឆ្នាំណាស់ខ្ញុំបានប្រាប់ហើយសេចក្តីសុខក៏គ្មានលុយកាក់ក៏គ្មានទ្រព្យសម្បត្តិក៏គ្មានអ្វីក៏គ្មានគ្រប់យ៉ាងខ្ញុំស្អប់ពើមណាស់តែពាក្យសម្ដីរបស់បងហើយរសារក៏ពិតមែនក៏ប៉ុន្តែគ្មានលុយក៏មិនអាចរស់នៅជាមួយនឹងបងបានបងរស់នៅម្នាក់ឯងចាំ សុំផអូនអើយកូនពុកសុំផអូនហេតុអីបានជាអូនណាចិត្តចោលមកបែបនេះសុំផហេតុអីបានជាអូនណាចិត្តចោលមកកូនមានឪពុកអើយពេលនេះហើយអូនត្រូវឃ្លាតឆ្ងាយពីបងកូនត្រូវឃ្លាតឆ្ងាយអំពីឪពុកកូនមានឪពុកអើយកូនមានឪពុក